ធ្វើតាមវិធីនេះធានាថាស្ងោរម្រះរបស់បងប្អូនអត់ល្វីងនិងមានរសជាតិឆ្ងាញ់ហើយទាំងអស់នេះគឺជាគ្រឿងផ្សំសម្រាប់ស្ងោរម្រះរបស់យើងបន្ទាប់មកយើងត្រូវយកម្រះដែលយើងឆ្កឹះរួចស្អាតនោះទៅស្រុះវារយៈពេល3នាទីដើម្បីឲ្យវាកាត់ជាតិល្វីងហើយបន្ថែមប្រេងឆាបន្តិចដើម្បីឲ្យវានៅមានពណ៌ស្រស់ស្អាតល្អបន្ទាប់មកទៀតយើងត្រូវយកសាច់ជ្រូកដែលយើងចិញ្ច្រាំជាមួយនឹងបង្គាជីហឺនោះហើយថែមលាយជាមួយនឹងខ្ទឹមចិញ្ច្រាំមីសួរស្លឹកខ្ទឹមផ្សិតជាកដោបន្ទាប់មកយើងធ្វើការលាយគ្រឿងហើយច្របល់ចូលគ្នាឲ្យសព្វបន្ទាប់មកយើងត្រូវយកសាច់ចិញ្ច្រាំដែលយើងបានលាយគ្រឿងកំបាញ់មិញនេះញាត់ចូលទៅក្នុងម្រះដែលយើងបានស្រុះរួចហើយបន្ទាប់មកទៀតយើងត្រូវដាក់ដាំទឹកឲ្យពុះហើយដាក់គល់ខ្ទឹមសដែលយើងបានដំនោះចូលបន្ទាប់មកទៀតយើងដាក់ការ៉ុតឆៃថាវបង្គាជីហឺផ្សិតខ្មៅស្បែកជ្រូកដែលយើងបានភ្លៀសចេញពីសាច់ជ្រូកនោះដាក់ចូលទៅជាមួយគ្នាបន្ទាប់មកយើងធ្វើការដាក់គ្រឿងផ្សំចូលដូចជាទឹកត្រីបន្តិចអំបិលបន្តិចដុំស៊ុបម្ដុំប៊ីចេងស្ករម្រេចបន្ទាប់មកយើងភ្លក់មើលតាមរសជាតិដែលយើងចង់បានហើយយើងដាក់ម្រះរបស់យើងចូលទៅក្នុងទឹកសម្លបន្ទាប់មកយើងបិទគម្របទុកវារយៈពេល40នាទីអស់រយៈពេល40នាទីឃើញថាម្រះរបស់យើងបានឆ្អិនល្អហើយបងប្អូនដូច្នេះយើងដួសដាក់ចានយកមកបរិភោគ